នេះជាការធ្វើដំណើរពីរដ្ឋ Texas ទៅដល់រដ្ឋ Kansas ដែលជាផ្ទះរបស់ឪពុកម្ដាយក្មេករបស់ប្អូនថ្លៃហ្នឹងគឺទៅតាមផ្លូវគេគឺទៅតំបន់ហ្នឹងគឺវាជាខ្ពង់រាបហើយអត់សូវមានដើមឈើធំធំទេមានតែភាគច្រើនវាស្មៅអញ្ចឹងណាហើយតាមហ្នឹងគឺគេដាំភាគច្រើនដាំនេះដូចជាយើងឃើញនេះចឹងគេដាំស្រូវសាលីបងប្អូនហើយហ្នឹងគេធ្វើស្រូវសាលីហើយមានកសិដ្ឋានចិញ្ចឹមគោហើយរួចពីស្រូវសាលីហ្នឹងបងអូនថ្លៃខ្ញុំគាត់ថាគេដាំពោតចឹងណារួចស្រូវសាលីគេដាំពោតហើយគេមានកន្លែងខ្លះគេចិញ្ចឹមគោចិញ្ចឹមអីចឹងទៅហើយនេះតាមផ្លូវគេខ្វាត់ខ្វែងនិយាយទៅជិះពី Texas តម្រាំទៅដល់ Kansas ហ្នឹងគឺ12ម៉ោងឆ្លងកាត់រដ្ឋ3ដែរតម្រាំទៅដល់ Kansas អញ្ចឹងជិះរយៈពេល12ម៉ោងហើយនៅស្រុកគេគឺផ្លូវ highway គឺជិះលឿនដែរហ្នឹងហើយនេះគឺយើងជិះកាត់ចំការគេហៅថាចំការយកខ្យល់យកកម្លាំងអគ្គិសនីដោយប្រើខ្យល់អញ្ចឹងណាចង្ហាន់ហ្នឹងធំណាយើងមើលពីចម្ងាយអញ្ចឹងដូចទូចប៉ុន្តែទៅដល់នេះខ្ញុំចុះទៅដល់ចិត្តមើលកន្លែងគេមានកន្លែងឲ្យយើងចូលមើលអញ្ចឹងណាធំមកបងប្អូនអើយអោប2នាក់3នាក់អីបានជុំអាដងវាហ្នឹងណាធំមែនតើគឺស្រុកនេះគេវាមានខ្យល់ច្រើនខ្យល់ខ្លាំងដល់ពេលអញ្ចឹងគេធ្វើវិរិយអគ្គិសនីដោយប្រើកម្លាំងខ្យល់នេះគឺជាចំការគេជិះកាត់ទៅរដ្ឋ Kansas គេហ្នឹងគេមានលំដាប់ទីប្រមាណដែរហ្នឹងខ្ញុំភ្លេចអ្នកមើលហើយណាហើយឥឡូវមកដល់សម្រាប់មកសទុះចឹងទៅហូបបាយហូបអីហើយឪពុកក្មេករបស់ប្អូនថ្លៃគាត់នាំគ្នាយកឡានមកជិះជូនទៅមើលកន្លែងគាត់ចំគោហ្នឹងគឺដីគាត់ហ្នឹងគឺទំនាបខ្ពង់រាបចុះឡើងអញ្ចឹងនាំគ្នាជិះទៅមើលគោគាត់ឥឡូវមកដល់ហើយគោស្រុកគេផ្លែពីស្រុកយើងគោគេភាគច្រើនគឺស្បែកគេអញ្ចឹងហើយខ្មៅអញ្ចឹងហើយគេពាក់លេខចំណាំទៀតអញ្ចឹងណាពាក់លេខចំណាំហើយនាំគ្នាមកមើលគោគាត់ចិញ្ចឹមគោហើយដីគេវាលទំនាបអញ្ចឹងឯងអត់មានដើមឈើទេមានតែស្មៅអញ្ចឹងគោស៊ីស្មៅអញ្ចឹងទៅហើយគេមានដងទឹកមានអីសម្រាប់ឲ្យគោស៊ីស្មៅអញ្ចឹងណាហើយឥឡូវគឺយើងបានជិះទៅក្នុងភូមិមិញគឺផ្ទះនៅចំការឥឡូវយើងជិះទៅក្នុងភូមិហើយទៅលេងភូមិមកសទុះធំហើយក៏យើងបានត្រឡប់មកគេងនៅផ្ទះនៅចំការវិញអញ្ចឹងណាអត់បានគេងក្នុងភូមិទេឥឡូវមកដល់ផ្ទះចំការគាត់វិញហើយពេលល្ងាចហ្នឹងហើយខាងមុខគាត់នេះគាត់ដាំស្រូវសាលីហើយដើមឈើគេរ៉េងអត់មានស្លឹកដូចយើងច្រើនអីទេនោះហើយម៉ោងនេះខ្ញុំថតត្រង់ម៉ោងដូចជា6ឯងមេឃគេនៅឡើងភ្លឺចេះនៅហ្នឹងដូចជាម៉ោង8ទៅ8កន្លះបានល្ងិតចឹងនៅ Kansas ហើយឥឡូវនេះទេសភាពនេះគឺទេសភាពជុំវិញផ្ទះនៅចំការរបស់គាត់នេះផ្ទះស្អាតមកសមរម្យគួរឲ្យចង់រស់នៅទេសភាពស្រស់ស្អាតខ្យល់ត្រជាក់តែឮថាតំបន់ហ្នឹងវាសបោកខ្យល់ខ្លាំងដែរហ្នឹង